នៅក្នុងវីដេអូនេះខ្ញុំបានធ្វើដំណើរចុះទៅចែកស្បៀងដល់បងកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹករបស់យើងដែលពួកគាត់ពិតជាត្រូវការពួកយើងជាជួរក្រោយជួយដល់ពួកគាត់ហើយនៅក្នុងនោះខ្ញុំមានបេសកកម្មមួយគឺខ្ញុំនឹងយកនំដែលខ្ញុំកំពុងតែកាន់នៅដៃហ្នឹងយកទៅចែកដល់បងប្អូនក៏ដូចជាក្មេងៗនៅកន្លែងភៀសសឹកអំឡុងពេលដែលខ្ញុំកំពុងតែធ្វើដំណើរហ្នឹងខ្ញុំក៏បានឃើញសម្បត្តិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជារបស់យើងគឺសម្បត្តិធម្មជាតិហើយខ្ញុំក៏សម្រេចចិត្តតែផ្តិតយកវីដេអូទាំងអស់ហ្នឹងចែកជូនបងប្អូនទាំងអស់គ្នាឲ្យកាន់តែដឹងថាប្រទេសរបស់យើងគឺពិតជាមានសម្បត្តិធម្មជាតិមហិមាអស្ចារ្យដែលនៅក្នុងនាមយើងជាប្រជាជនកម្ពុជាប្រជាជនខ្មែរ17លានអ្នកជាងត្រូវតែរួមគ្នាការពារដែនអធិបតេយ្យជាតិរបស់យើងកុំឲ្យប្រទេសជិតខាងដូចជាប្រទេសចៅសៀមជាដើមដែលតែងតែទន្ទ្រានចង់បាននៅដែនអធិបតេយ្យជាតិរបស់យើងហើយត្រឡប់មកវិញបន្ទាប់ពីខ្ញុំបានធ្វើដំណើរអស់រយៈពេលយ៉ាងច្រើនមកខ្ញុំក៏បានមកដល់គោលដៅរួចចែកស្បៀងដល់បងកងទ័ពHello ហាត់ខ្លះហត់បាននិយាយមកហើយមកតាក់ទៅមកសំដុំវាតនបន្ទាប់ពីចែកស្បៀងដល់បងកងទ័ពរួចខ្ញុំក៏បានត្រឡប់មកកន្លែងបងប្អូនជនវិស័កដែលមានសុវត្ថិភាពដើម្បីចែកស្បៀងដល់ពួកគាត់ប៉ុន្តែម្លងពេលហ្នឹងខ្ញុំក៏បានបំពេញនៅពេលសកម្មទី1ដែលខ្ញុំមានគម្រោងគឺចែកនំដល់បងប្អូនចែកនំក្មេងអូនអីញ៉ាំនំអត់មក2 បង2មែនយក2ឯងណែចែកគ្នាញ៉ាំហើយណែយកម្នាក់មួយឈ្មោះគេគីមម៉ៃអាយុម៉ែណៃអាយុ3ឆ្នាំភៀសសឹកមកពីខាងណាដែរបាក់ខ្លងណែពួកអនុម2អូខេមកណែអូបានហើយតោះណែឲ្យប្អូនមួយឲ្យបងមួយមកនេះមកលឿនអលឿនស្គាល់ពូអត់អូនភៀសសឹកមកពីខាងណាដែរមកខាងលើមកពីខាងលើបាទឥឡូវពូឲ្យនំម្នាក់មួយមកបាទចាត់អត់ណាគេលួចដៃយើងដឹងអត់ចៅអីចៅសៀមចៅសៀមណាពូឲ្យនំម្នាក់មួយណែអរគុណណែយកមួយទៀតហ្មងណែនៅនេះមានក្មេងៗអត់បង Hello បងណែគេញ៉ាំនំខ្លះមកហើយណែអរគុណណែញ៉ាំនំចៅចូលមកអរគុណអូនភៀសសឹកមកពីណាមកពីបាក់ខ្លងមកណែគេលួចដៃយើងហើយកូនមួយណាកូនមកឲ្យយ៉ាំអត់ណែអរគុណច្រើនបងមែនណែអស់នំបាត់ហើយមិញចែកក្មេងៗឡើងអស់បាទអស់ហើយមានកូនទៀតអត់អត់ណែឲ្យម៉ែហ្មងមានទៀតអត់បានតែម្នាក់មួយឯងអូមអើយណែឲ្យកូនក្មេងមួយទៀតតោះចែកទៅមុខដល់សល់ឡើងអូខេដល់គ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកន្លែងនេះគឺនៅឆ្ងាយពីព្រំប្រទល់ខ្លាំងមែនតើប្រហែលជាខ្ទង់60ទៅ70គីឡូម៉ែត្រពីកន្លែងដែលមានសង្គ្រាមពួកគាត់បានភៀសសឹកមកក៏ភៀសខ្លួនមកដល់នេះហើយគឺទីទួលសុវត្ថិភាពទាំងអស់ហើយដូចបងប្អូនបានឃើញអញ្ចឹងបើសម្រាប់អារម្មណ៍ហ្មងគឺថាក្តុកក្តួលមែនតើអាណិតពួកគាត់បើថាឡើងរស់នៅបាក់កេងបាក់អីប្រហែលអីមុខខាំអីចឹងប៉ុន្តែពួកគាត់សប្បាយរីករាយក្មេងៗរត់លេងពេញវត្តពេញវិហារពួកគាត់រស់នៅសាមគ្គីគ្នារស់នៅជិតគ្នាហើយបានឃើញសកម្មភាពពួកគាត់ចែកអីគ្នាពិសាអញ្ចឹងទៅអញ្ចឹងពីខ្ញុំទៅវិញពិតជាសប្បាយចិត្តខ្លាំងមែនតើហើយខ្ញុំចង់ឲ្យប្រទេសរបស់យើងត្រឡប់មកមានសុខសន្តិភាពវិញហើយឲ្យបងកងទ័ពបញ្ញាប់មកជួបគ្រួសារគាត់វិញខ្ញុំសូមតែប៉ុណ្្នឹងទេហើយសង្ឃឹមថាភ្លើងសង្គ្រាមមួយនេះនឹងឆាប់រលត់ទៅវិញអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងគឺថានេះពួកគាត់រស់នៅគឺថាក្មេងៗអីប្រឡែងគ្នាលេងពេញវិហារហើយកន្លែងនេះគឺជាតំបន់ដែលនៅឆ្ងាយពីព្រំដែនខ្លាំងមែនតើចូល70គីឡូម៉ែត្រហើយនេះឡានដែលគាត់កំពុងតែដាក់ទំនិញបាទ